Chân chiết xiêm chiết chân chiết chào លួចប្រាសាទខ្មែរលួចដីខ្មែរលួចប្រវត្តិសាស្ត្រ Chân chiết xiêm chiết chân chiết chào Chân chiết xiêm chiết chân chiết chào លួចប្រាសាទខ្មែរលួចដីខ្មែរលួចប្រវត្តិសាស្ត្រ Chân chiết xiêm chiết chân chiết chào ជាតិសៀមជាតិសៀមជាជនជាតិចៅលួចប្រាសាទខ្មែរលួចដីខ្មែរលួចប្រវត្តិសាស្ត្រពីអង្គររហូតដល់ព្រះវិហារសៀមចៅយើងដឹងច្បាស់ណាស់ជនជាតិសៀមជាជនជាតិចៅមុខស្អាតបេះដូងខ្មៅលួចគ្រប់យ៉ាងដែលមើលឃើញប្រវត្តិសាស្ត្រខ្មែរគេបងវាយប្រែខ្លាយជារបស់គេយើងរ៉េបឲ្យលឺកុំឲ្យភ្លេចពីសម័យអង្គរខ្មែរសាងសង់អស្ចារ្យប្រាសាទរាប់ពាន់រុងរឿងពេញពិភពលោកសៀមមកពីព្រាតខាងចឹងរចៅលួចចូលយប់បូមវាអង្គរធ្លាក់លួចយត់បូមមកគេលួចព្រះវិហារលួចផ្ទះខ្មែរលួចដីពីបន្ទាយមានជ័យប្រាប់ពិភពលោកថារបស់គេរបស់ថៃឥឡូវនេះក៏នៅតែដែលបើមាត់និយាយអំពីប្រវត្តិគេបងប្រែថ្មីបងវ៉ែរឿនធ្វើឲ្យខ្មែរខឹងស្លុយយើងមានផស្តតាងមានសិលាចារឹកមានប្រាសាទនៅតែនៅសៀមចៅសៀមលួចសៀមមិនដែលសាទស្អម Chân chiết xiêm chiết chân chiết chào លួចប្រាសាទខ្មែរលួចដីខ្មែរលួចប្រវត្តិសាស្ត្រ Chiết xiêm chiết chân chiết chào ពីអង្គររហូតដល់ព្រះវិហារ Xiêm chào Dương đừng spah nè ឥឡូវនេះមកវិញនៅតែលេល្បិចដែលបើកទុតរើសបើកផែនពីបាកាទូតបោកប្រាស់ព្រះវិហារជាវត្តខ្មែរតឡាការអន្តរជាតិក៏សម្រេចគេនៅតែដានៅតែឈ្លានពាននៅតែលួចតាមព្រំដែនចង់មិនដែរផ្លាស់តូគេតែតូសម័យពីដើមមកកម្មភ្លើងពីសង្គ្រាមមក fake news លើ TikTok ខ្មែរយើងស្ងៀមមិនបានត្រូវ rap ឲ្យលឺពេញស្រុក Chân chiết xiêm chiết chân chiết chào នេះជាការពិតមិនមែនជាការប្រមាថនឹងស្រឡាញ់សន្តិភាពប៉ុន្តែមិនដែលភ្លេចអតីតកាលបើគេលួចដងទៀតខ្មែរត្រៀមខ្លួនជានិច្ចរួចរាល់